បាទសួស្តីបងដែលចង់ប្រើសូឡាបាទវីដេអូនេះចែកម្លែកសម្រាប់បងប្អូនដែលចង់ដឹងយល់ពីភ្លើងអានេះខ្ញុំក៏មិនជាអ្នកយល់ដឹងអីណាស់ណាដែរតែថាផ្ទះម្ដុំខ្ញុំដាច់ស្រយាលមានភ្លើងប្រើបងអញ្ចឹងខ្ញុំត្រូវការទិញប្រភេទគ្រឿងសូឡាហើយអាគុយនេះយកមកប្រើបងហើយនេះតាក់ទងនឹងអាគុយនេះគឺជាប្រភេទអាគុយលីសូមបងណាបាទជាអាគុយដែលល្អយើងទិញទាំងថ្លៃដឹកទាំងថ្លៃអីមកវាចិត្ត400244អាប៉ែបងណាបាទហើយបើវាអាចផ្ទុកភ្លើងបាន3.7 គីឡូវ៉ាត់ភ្លើងវាផ្ទុកបានណាអាគុយមួយនេះហ៎បាទហើយចំណែកអានេះជាអាំងម៉ូទ័រ2000វ៉ាត់ដែលខ្ញុំទិញខ្ញុំប្រើបាទហើយអាមួយនេះគឺ MPPT សម្រាប់បំលែងភ្លើងពីសូឡាមកឲ្យវាបញ្ចូលមកអាគុយយើងប្រភេទ MPPT នេះវាអាចបញ្ចូលអាគុយលីសូមនេះបានបងបើយើងទិញអា MPPT មួយចំនួន MP ខ្លះអត់បញ្ចូលអត់កើតទេអញ្ចឹងអានេះយើងទិញដូចជា50-60រៀលដែរបងបាទហើយសូឡាខ្ញុំប្រើ2ផ្ទាំងបងប្រើ300វ៉ាត់2ផ្ទាំងខ្ញុំទិញមកដូចជា120ហ្នឹង130ហ្នឹងខ្ញុំភ្លេចបាត់ដែរបងអញ្ចឹងបើយើងបោកទ្រុសទៅក្នុងមួយឈុតនេះវាអស់អត់ដល់1000ទេបងអស់ដូចជាតែប្រហែល100ទេប៉ុន្តែយើងប្រើបានម៉ាស៊ីនបោកអាវម៉ាស៊ីនបូមទឹកមួយឆ្ងាញ់បងណាប្រើអត់អស់ទេយើងប្រើមកទុកមួយផ្លែតពេញវិញហើយព្រោះអាគុយយើងវាកាន់ថ្មល្អហើយផ្ទាំងយើង600វ៉ាត់គឺយើងទុកបានហើយពេលថ្ងៃបងប្រើមួយឆ្ងាញ់ហើយបើមានទូទឹកកកអស់បានទូទឹកកកមួយទៀតបងមកជប់ទូភ្លឺមួយថ្ងៃទល់ងាយគាត់ថាវាយ៉ាប់អាំងម៉ូទ័រយើងតិចយើងទៅបើកចោលរហូតពេលយើងប្រើទូទឹកកកប៉ុន្តែខ្ញុំនេះខ្ញុំអត់ប្រើទូទឹកកកទេខ្ញុំប្រើតែម៉ាស៊ីនបោកខោអាវហើយនឹងបូមទឹកហើយភ្លើងខ្ញុំប្រើសេរីបងអាគុយមួយនេះបើកកង្ហាល់ពូលម៉ែត្រគឺសេរីអត់មានទៅចាំបាច់ខ្លាចអស់ហើយទេព្រោះលីសូម244អាប៉ែនេះគឺវាផ្ទុកបានដល់ទៅ3.7 គីឡូហើយពេលថ្ងៃគឺចង់ប្រើអីប្រើទៅអត់បញ្ហាទេបងឲ្យតែអាំងម៉ូទ័រមួយថ្ងៃធំបងឯងចង់បើកប៉ុស្តិ៍ផ្សារប៉ុស្តិ៍អីក៏បានដែរដូរទៅអាំងម៉ូទ័រទៅអាំងម៉ូទ័រហ្នឹងវាប្រហែលវ៉ាត់ប៉ុស្តិ៍ផ្សារស៊ីប្រហែលវ៉ាត់យើងដូរទៅអាំងម៉ូទ័រទៅគ្រាន់តែភ្លើងយើងផ្ទុកបានដល់3.7 គីឡូវ៉ាត់ទេពេលយប់តែពេលថ្ងៃអូខេហើយប្រើហ្នឹងហើយចឹងអានេះគ្រាន់តែជាការចែកម្លែកបងអានេះកំងខ្ញុំកំងពីរោងចក្រផ្ទាល់ខ្លួនឯងសិតអីវ៉ាន់ចិនទាំងអស់ប៉ុន្តែគ្រាន់តែថាចិននេះចិនវាល្អដែរយើងទិញចំមកប្រភេទ brand របស់គេចឹងបងអញ្ចឹងអីវ៉ាន់វាល្អតាមហ្នឹងហើយហើយអត់មានជាការលក់ដូរអីទេបងប្អូនអានេះគ្រាន់តែជាការចែកម្លែកយើងទិញបានផ្ទាល់យើងចង់ចែកម្លែកបងប្អូនដែលចង់ប្រើបាទនេះជាការចែកម្លែកមួយអញ្ចឹងបងប្អូនណាដែលថាគិតថាល្អគឺទុកយកទុកដាក់ទៅបងណាដែលថាមិនល្អគឺអស់ចោលទៅអានេះគ្រាន់តែថាជាការចែកម្លែកសម្រាប់ខ្ញុំទៅបងប្អូនបាទ